គំនិតជាកំណើតប្រឹងជាមួយនឹងភាពអត់ធ្មត់នៅក្នុងកលៈទេសៈខ្លះនៅពេលដែលយើងកំពុងតែប្រឹងប្រែងគឺមានមនុស្សជាច្រើនបានដឹងហើយក៏នៅក្នុងកលៈទេសៈខ្លះទៀតមានមនុស្សជាច្រើនប្រមាណដឹងថាយើងកំពុងតែប្រឹងប្រែងនោះឡើយប៉ុន្តែទោះបីជាមានអ្នកដឹងឬក៏មិនដឹងក៏ដោយក៏វាមិនសំខាន់ឡើយទោះបីតែរឿងដែលសំខាន់បើយើងនៅតែប្រឹងប្រែងបន្តប្រឹងព្រោះយើងនឹងនៅតែបន្តទៅមុខជានិច្ចលើសពីនេះទៅទៀតត្រូវតែប្រឹងប្រែងជាមួយនឹងភាពអត់ធ្មត់និងប្រឹងប្រែងជាមួយនឹងភាពអំណត់នៅក្នុងសៀវភៅស្រីហេតុប្រទេសបានបង្ហាញអំពីសិល្បៈនៃការអត់ធ្មត់យ៉ាងជ្រះថាជនចរជនណាដែលចេះដឹងនីតិសាស្ត្រនយោបាយត្រូវនៅក្នុងគ្រឿងការពារដោយអណ្ដើកនៅក្នុងស្នូកហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផងកាលណាបើការដែលគួរមកដល់ហើយក៏បីលោតឡើងតស៊ូដូចជាពូដែលមានសេរពឹសកម្រិតនៃភាពអត់ធ្មត់គឺជាការវាស់ស្ទង់លំនឹងនៃចិត្តឬក៏មានន័យថាចិត្តនឹងមនុស្សនឹងនោចិត្តន្ទះសាមនុស្សក៏វកកម្លាំងនៃភាពអត់ធ្មត់ការនៅពេលដែលមានកម្លាំងខ្លាំងដូចជាទឹកបាក់ទំនប់អីចឹងនៅក្នុងកលៈទេសៈខ្លះកាតព្វកិច្ចដែលយុវជនមិនអាចទម្លាក់បានព្រោះនោះគឺការប្រឹងប្រែងរៀនសូត្រហើយដើម្បីទប់ទល់នឹងការភាពវឹកវរគឺយើងត្រូវតែប្រឹងប្រែងជាមួយនឹងភាពអំណត់ពេលខ្លះយើងអាចនឹងមើលឃើញដើមឈើមួយដើមហាក់ដូចជាស្ងប់ស្ងាត់លូតលាស់ក៏គ្មានលូតលាស់អ្វីសោះតែយើងប្រមាណមើលឃើញឬរបស់វាកំពុងតែចាក់ចូលជ្រៅយ៉ាងរឹងមាំក្នុងដីជាមួយនឹងភាពស្ងប់ស្ងាត់គ្មានអ្នកដឹងនោះឡើយមានន័យថាពេលខ្លះភាពស្ងប់ស្ងាត់ជាមួយនឹងភាពសកម្មអត់ទំជាមួយនឹងការប្រឹងប្រែងគឺជារឿងដែលសរសើរបំផុតភាពខ្លាំងពិតរបស់មនុស្សម្នាក់មិនមែនមានន័យថាសិននៅលើបបោមាត់ដែលនិយាយថាខ្ញុំគឺជាមនុស្សខ្លាំងតែមួយឃ្លានោះទេតែប្រកាសវាទៅការភាពខ្លាំងពិតក្នុងនាមជាមនុស្សដែលមានសកម្មភាពទៅរកភាពខ្លាំងយ៉ាងពិតប្រាកដការនាំខ្លួនទៅរកភាពខ្លាំងវាដូចជាយកភ្នំមកសង្កត់លើក្បាលហើយដើរកាត់ភក់បើយើងខ្លាំងគង់តែនឹងមិនលិចភក់បើនៅខ្សោយវាភក់នឹងពន្លិចយើងបានគួរចង់ចាំថាយកគំយកភាពខ្លាំងរបស់ខ្លួនទៅវាអាហារនរណាម្នាក់ដែលខ្សោយជាងខ្លួនឲ្យសោះបើមិនដូច្នោះទេភាពខ្លាំងនោះនឹងបានទៅត្រឹមតែជាការប្រមាថបើមិនដូច្នោះទេភាពខ្លាំងនោះមិនបានត្រឹមតែជាការប្រមាថនិងការជិះជាន់គេឯងជាទូទៅច្បាប់ធម្មជាតិរមែងបង្កើតមនុស្សឲ្យមានភាពខ្លាំងនិងភាពខ្សោយតែទោះបីជាស្ថិតនៅក្នុងបរិបទណាក៏ដោយបើមិនបង្ហាញនៅអានុភាពខ្លាំងរបស់ខ្លួនទៅបង្អួតឬក៏បញ្ឈប់សកម្មភាពណាមួយរបស់អ្នកដទៃនោះឡើយបញ្ឈប់បានតែក្នុងករណីសកម្មភាពនោះវាមានសភាពគ្រោកគ្រាតសភៅមួយកម្មារបស់លោកអង្គឧត្តមបាននិយាយថាពឹងទៅលើចំណុចខ្លាំងរបស់ខ្លួនតែម្យ៉ាងដោយមិនពឹងទៅលើបច្ចេកទេសនិងវិធីសាស្ត្រនោះមិនអាចទៅឲ្យធ្វើឲ្យអ្នកជោគជ័យនោះឡើយប្រសិនបើយើងចង់ជោគជ័យយើងមិនត្រូវពឹងទៅលើចំណុចខ្លាំងឬក៏អានុភាពរបស់ខ្លួនតែស្រុងនោះទេតែយើងត្រូវបូកសជាមួយយុទ្ធសាស្ត្រនិងបច្ចេកទេសទៅជោគជ័យនោះវានឹងមិនប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃបើខ្លាំងហើយចេះតែប្រមាថបែបនេះមិនហៅថាខ្លាំងពិតប្រាកដនោះទេខ្លាំងពិតប្រាកដគឺជាខ្លាំងនៃភាពត្រឹមមិនគឺខ្លាំងនៃភាពមិនត្រឹមត្រូវអយុត្តិធម៌ក្នុងសង្គមតែក៏ត្រូវតែពិចារណាថាបើមុននឹងយើងខ្លាំងជាងគេដាក់សង្គមតើខ្លួនខ្លាំងហើយឬនៅហើយបើខ្លាំងពិតប្រាកដតើខ្លាំងដល់កម្រិតណាហើយរបៀបនៃការសរសេរនៃការអានសៀវភៅនេះកូនសៀវភៅមួយក្បាលនេះវាពុំមានលក្ខណៈពិសេសអ្វីទេតែជាសៀវភៅសាមញ្ញបំពេញទៅដោយអត្ថបទសាមញ្ញប្រៀបបានទៅនឹងកូនចំណីកំណត់តូចមួយសម្រាប់អ្នកអានពេលអានអត្ថបទនីមួយៗដែលមាននៅក្នុងសៀវភៅនេះសូមបងប្អូនរក្សាចិត្តជាកណ្ដាលបើតែកំណត់ទស្សនៈទាំងឡាយវាមានខុសមានត្រូវនិងខុសពុំមានសភាពខ្មៅពុំមានក្តៅមានតែជាអ្វីនោះទេគ្រាន់តែអានដើម្បីជាប្រយោជន៍ប៉ុន្តែបើសិនជាប្រមាណប្រទេសនៅផលប្រយោជន៍ដែលបងប្អូនរំពឹងក៏សូមចាត់ទុកថាជាបទពិសោធន៍ដែលជ្រើសរើសសៀវភៅក៏ទៅចោលបិទតែសំណេរទៅបានសរសេរចេញពីចុងបិចអ្នកអត្ថន័យរបស់អត្ថបទទៅបានប្រសូតចេញពីការត្រិះរិះពិចារណាស៊ីជម្រៅរបស់អ្នកសរសេរក្នុងនេះខ្ញុំបាទដែលជាអ្នកសរសេរសៀវភៅផ្ទាល់ក៏បានដើរទៅតាមមាគ៌ានេះផងដែរមិនត្រឹមតែប៉ុណ្ណោះក៏ការដើរនេះក៏មានចេតនាដើម្បីត្រឹមតែជាការចែករំលែកដើម្បីឲ្យបានជាប្រយោជន៍ទៅកាន់យុវជនអាចទៀតតែប៉ុណ្ណោះសម្រាប់ខ្ញុំនៅតែមានក្តីសង្ឃឹមសៀវភៅនេះនឹងមានជាតម្រុយគំនិតទៅកាន់យុវជនទាំងឡាយដែលបានកាន់សៀវភៅមួយក្បាលនេះព្រមទាំងបានពិចារណាទៅលើគំនិតទាំងនេះដោយពុំមានចិត្តទោមនោះជាមួយនឹងគំនិតទស្សនៈនិងមានភាពផ្ទុយជាមួយនឹងគំនិតរបស់ខ្លួនឯងឡើយសូមឲ្យអត្ថបទទាំងនេះក៏បានជាប្រយោជន៍ទៅកាន់អ្នកអានទាំងឡាយគ្រប់គ្នា
ខ្ញុំសូមអធិស្ឋានទៅជាមុនចំពោះកំហុសឆ្គងទាំងឡាយណាទៅលើចំណុចទាំងឡាយដែលបានកើតឡើងទាំងគំនិតទស្សនៈព្រមទាំងពាក្យពេចន៍ផ្សេងក្តីដែលបានកើតឡើងដោយអចេតនានៅក្នុងសៀវភៅដោយជាប្រមាណឥទ្ធិពលគំនិតការកាត់ពីប្រៀបបានដូចជាធម្មពលដែលមានពន្លឺខ្លាំងបំផុតដែលនៅពេលដែលយើងចេះបន្សុទ្ធគំនិតទាំងឡាយដែលយើងបានរៀនគំនិតល្អវានឹងបង្កើតលទ្ធផលល្អរីឯគំនិតមិនកើតវានឹងបង្កើតលទ្ធផលមិនកើតដូចគ្នាក្នុងន័យសាមញ្ញការប៉ັດការកើតប្រៀបបានដូចជាអំពូលភ្លើងប្រសិនបើចង់ភ្លឺយើងគួរតែបើកកុងតាក់គំនិតបើទវានឹងភ្លឺរហូតដល់ចិត្តមនុស្សហើយវាស់ដល់ចុងពោះវៀនស្គាល់ទាំងស្លាមមានទំហំប៉ុណ្ណាទៀតផងយុវជនខ្លាំងបើបានគិតហើយគឺត្រូវតែប្រឹងរៀនប្រឹងធ្វើត្បិតតែបើពុំដូច្នោះទេគំនិតដែលមានគឺគ្រាន់តែជាសម្រាមដែលបាននឹកទុកនៅក្នុងខួរក្បាលតែប៉ុណ្ណោះយុវជនខ្សោយតែងតែព្យាយាមគិតទៅលើរឿងស្នេហាច្រើនហួសដោយបានចំណាយពេលតិចហួសគិតការសិក្សាខ្ញុំសូមនិយាយដដែលថាគំនិតគឺជាអ្វីៗគ្រប់យ៉ាងទាំងអស់បើយើងផ្ដោតទៅលើការគិតបើយើងផ្ដោតការគិតលើរឿងស្នេហាហួសពេកនោះលទ្ធផលប្រកាសជាផ្អែមល្ហែមតែនឹងរឿងស្នេហាផ្លេចការរៀនសូត្ររហូតដល់មិនយូរមិនឆាប់ប្រកាសជារលួយភាពរលួយនៃស្នេហានេះវានឹងកើតបានជាការខ្វះចំណេះសម្រាប់នាំផ្លូវមានន័យថាស្នេហាតែត្រឹមត្រូវតែគឺត្រូវតែមានចំណេះដឹងជាត្រីមុខចុងក្រោយបំផុតវានឹងនាំឲ្យមានភាពរលួយវល់ឆ្លងដល់កំណត់បន្ទាប់មកលទ្ធផលក៏ពុំជាដូចពុំជាបាដូចគ្នាបើបែបនេះយើងត្រូវតែលាងសម្ងល់កំណត់ដែលមិនស្អាតចេញនិងបន្តកំណត់ដែលស្អាតបាតចូលជំនួសវិញជាការប៉ុណ្ណាការដឹកនាំខ្លួនឯងទៅរកភាពត្រឹមត្រូវវាមិនងាយស្រួលទេប៉ុន្តែការដែលគិតថាងាយស្រួលគឺមិនមែនជាមនុស្សដែលធ្លាប់ឆ្លងកាត់ឧបសគ្គឬក៏ធ្លាប់បានពិសោធន៍នោះឡើយមានពាក្យមួយនិយាយជាសកលថាមនុស្សដែលគិតថាការគិតវាងាយគឺជាមនុស្សនោះមិនបានចូលខ្លួនទៅគិតឲ្យស៊ីជម្រៅទេតែបានទៅតែជាគិតការគិតរយៈសារដូចជាភ្លើងចម្បាំងដែលចេះបានតែមួយផ្លែតយើងគឺជាយុវជនត្រូវតែចេះឆ្ងល់ថាហេតុអ្វីបានជាត្រូវនាំគ្នាគិតពីខ្លួនឯងគិតពីការប្រឹងប្រែងរៀនសូត្រនិងគិតពីការកំណត់គោលដៅរបស់ខ្លួនឲ្យច្រើនជាងការគិតរឿងស្នេហានិងសម្ភារៈនិយមយុវជនគឺជាសរសៃសូត្ររបស់សង្គមតែក៏ងាយឆ្លើយទៅជាសរសៃត្របាញ់ឲ្យសង្គមទៅជាអ្នកស្រ័យវិញដូចគ្នានោះមានន័យថាយើងពុំត្រឹមតែបានជាជួយដោះស្រាយទុក្ខរបស់សង្គមនោះទេតែបែរជាខ្លាចជាខ្លួនទៅជាបន្ទុករបស់សង្គមទៅវិញការគិតនៅក្នុងភាពជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់គឺប្រៀបបានដូចជារៀបចំខ្លួនក្នុងនាមជាអ្នកហើយមានភាពស្វាហាប់ចំពោះការដោះស្រាយបញ្ហាសម្រាប់ខ្លួនឯងនិងសម្រាប់សង្គមផងដែរសង្គមខ្សោយមានមួយផ្នែកគឺសារតែយុវជនអត់សង្គមរលួយវល់គឺព្រោះតែយុវជនពុំបានត្រៀមខ្លួនក្នុងនាមជាអ្នកដែលមានទំនួលខុសត្រូវតែការគិតគ្រប់ជ្រុងជ្រោយទាំងខ្លួនឯងនិងទាំងការបរិយាកាសជុំវិញសង្គមការគិតដូចជាលំបាកពីព្រោះតែវាមិនងាយពេកទេដូច្នេះយើងត្រូវតែប្រឹងបិទតែវានឹងមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាងសម្បំណាស់វ័យនិងចំណេះដឹងតិចច្រើនវាមិនសំខាន់ទៅលើក្មេងឬក៏ចាស់តែសំខាន់ទៅលើការដែលរៀនមុនឬក៏ក្រោយបើចិត្តមិនទូលាយចេះតូចចង្អៀតប្រកាន់ច្រើនខុសតំណងមិនបើកចិត្តរៀនសូត្រប្រកាសជាមិនទទួលបានផលល្អឡើយគង់ជឿបានពោលថាបើយើងគ្មានចំណេះដឹងទេក៏សុំត្រឹមតែទទួលស្គាល់ថាខ្លួនឯងមិនចេះបើទៅបានហើយចំណេះដឹងកើតចេញពីការប្រឹងប្រែងរៀនបើដឹងថាខ្លួនមិនចេះសូមបន្តធ្វើការប្រឹងប្រែងឲ្យទៅជាការល្អណាស់ក៏ណាស់ទៅហើយបើក្មេងមិនប្រឹងរៀនចំណេះដឹងក៏មានតិចតួចបើចាស់មិនប្រឹងចំណេះដឹងក៏មិនច្រើនដែរសំខាន់ចំណេះដឹងមិនត្រូវតែអាស្រ័យទៅលើវ័យមកវិនិច្ឆ័យចាស់មានបទពិសោធន៍ក្មេងមានទ្រឹស្ដីបើពួកស្មាជាក្រុមមួយរៀនគ្នាទៅវិញទៅមកទៅដោយយកភាពចរភាពនោះគ្រប់យ៉ាងនឹងប្រសើរឡើងតែឲ្យតែមិនបែកបាក់ក្តីរួមនឹងសិទ្ធិស្ថេរយូរអង្វែងសុភមង្គលគឺជាទ្រព្យពិតជីវិតមនុស្សយើងកើតឡើងចុះប្រែប្រួលបន្ទៀងទេមានសបាយមានទុក្ខប៉ុន្តែអ្វីដែលសំខាន់គឺការចេះគ្រប់គ្រងនៅស្ថានភាពពេលដែលឡើងកុំភ្លេចខ្លួនពេលដែលចុះកុំអស់សង្ឃឹមពេលដែលឡើងទៅតែប្រឹងប្រែងកម្លាំងពេលដែលចុះទៅតែទុកស្មារតីឲ្យសង្ឃឹមកុំឲ្យអស់សង្ឃឹមពេលដែលឡើងទៅតែប្រឹងប្រែងកម្លាំងពេលដែលចុះទៅតែទប់ស្មារតីឲ្យរឹងមាំគឺវិបស្សនាអអិនហ្គាបានលើកឡើងថាសេចក្តីសុខសុភមង្គលនិងសេចក្តីរងទុក្ខគឺស្ថិតនៅលើកណ្ដាប់ដៃរបស់យើងផ្ទាល់គ្មាននរណាម្នាក់នៅក្រៅពីខ្លួន
aiធ្វើឲ្យខ្លួនឯងរងទុក្ខឬក៏សោយសុខបានឡើយលោកក៏ដែរជ្រាបសច្ចភាពនេះនឹងបានរួចដំណោះស្រាយដំណោះរំដោះដោយក្របប្រកបដោយបញ្ញានៅក្នុងជីវិតរស់នៅជាក់ស្ដែងបើយើងរំពឹងទៅលើលុយតែមួយមុខដើម្បីស្វែងរកសុភមង្គលនោះយើងមិនអាចប្រទះនៅសុភមង្គលពេញលេញនោះទេប៉ុន្តែគុណភាពនៃការគិតបញ្ញារបស់យើងទៅវិញទេដែលជាអ្នកកំណត់ពីបរិមាណនៃសុភមង្គលរបស់យើងប្រឹងរៀននៅក្នុងគ្រាលំបាកជាជំហានដែលអាចឲ្យមនុស្សរួចរំដោះពីភាពក្រៀមក្រំដែលអាចនាំយើងទៅអើពើឬក៏ជួបប្រទះនៅសុភមង្គលពិតប្រាកដនេះហើយគឺជាទ្រព្យសម្បត្តិពិតប្រាកដរបស់យើងឬក៏មនុស្សជាតិរបស់យើងនេះឯងចេះទ្រាំជាមួយនឹងភាពឈឺចាប់សុភាសិតខ្មែរមួយបានលើកឡើងថាឈើកោងវពាត់មនុស្សខ្ចាត់ប្រកកំយកខ្លួនបៀតមនុស្សជួបគ្នាគឺជានិស្ស័យជួបគ្នាគឺជាវាសនាសំណួរសួរថាតើមនុស្សដែលយើងបានជួបហើយតែបង្កសេចក្តីវិនាសដល់យើងតើវាជាវាសនាឬទេក្នុងន័យនេះចំពោះទ្រឹស្ដីបែបព្រះពុទ្ធសាសនាគេហៅថាមកពីកម្មរបស់យើងប៉ុន្តែក្នុងវិស័យមនុស្សគឺយើងត្រូវតែចោទខ្លួនឯងទៅវិញទេថាដែលបណ្ដាលឲ្យអ្នកដទៃបោកប្រាស់បានហើយធ្វើឲ្យយើងឈឺចាប់បានទៀតការជួបឬក៏ស្គាល់វាសុទ្ធតែត្រូវបានកំណត់ថាជានិស្ស័យមនុស្សមាននិស្ស័យខុសគ្នាគោលដៅខុសគ្នាតែត្រូវការសេចក្តីសុខសុភមង្គលរុងរឿងដូចគ្នាប៉ុន្តែភាពរុងរឿងសុភមង្គលទាំងនោះជាដាច់ខាតត្រូវតែវាចាអំពើទុច្ចរិតនិងការមិនបៀតបៀនអ្នកដទៃដូច្នេះនៅថ្ងៃនេះយើងឈឺចាប់តែថ្ងៃក្រោយយើងប្រកាសជាឈប់ឈឺអតីតប្រធានាធិបតីអាមេរិក Abraham Lincoln បានថ្លែងថាការនៅស្ងៀមស្ងាត់ដោយទុកដោយអ្នកដទៃគិតថាអ្នកជាមនុស្សល្ងើវាប្រសើរជាងការបើកមាត់ហានិយាយឲ្យដែលធ្វើឲ្យអ្នកដទៃលែងសង្ស័យថាអ្នកជាមនុស្សល្ងើមែនពេលខ្លះមានតែការអត់ធ្មត់ទេដែលជាវិធីឈ្នះល្អបំផុតចំណែកពេលខ្លះទៀតទោះបីជាញាក់ស្រែករហូតដល់បែកបំពង់កក៏នៅតែមិនមែនជាដំណោះស្រាយដ៏សែនប្រកបឡើយផ្ទុយទៅវិញការដោះស្រាយបញ្ហាជាច្រើនវាទាមទារឲ្យគ្រប់គ្នាមានភាពតស៊ូជាច្រើនការជឿចាប់វាមិនអាចធ្វើឲ្យយើងស្លាប់បាននោះទេការជឿចាប់វាមិនមែនមានន័យថាយើងកញ្ញាចាញ់នោះទេការខូចខាតចំពោះយើងក្នុងនាមជាយុវជនក្នុងម៉ោងនេះក៏វាមិនមែនប្រកាសថានឹងធ្វើឲ្យយើងខូចខាតចំពោះម៉ោងក្រោយដូចគ្នាតែសំខាន់យើងត្រូវតែចេះងើបក្រោកឈរឡើងវិញរាល់ពេលដែលដួលលើពីនេះទៅទៀតគឺត្រូវតែងើបឡើងដោយបញ្ញាភាពជឿចាប់វាមិនអាចមានទម្ងន់ស្នាមបំផុតសម្រាប់មនុស្សគ្រប់គ្នាបានដែលបានធ្លាប់ជួបភាពជឿចាប់ច្រើនសារមកហើយត្បិតថាសត្វដំរីដែលមានគេជាសាច់ក្រវ៉ាត់ចោលច្រើនដល់ហើយវាមិនមែនត្រូវបានគេហៅថាជាសត្វមហាទម្ងន់ទៀតឡើយមនុស្សដែលមិនខ្លាចសេចក្តីឈឺចាប់តែបើជាចេះស៊ូទ្រាំនឹងការឈឺចាប់វាប្រៀបបានដូចជាជញ្ជាំងថ្មដែលពុំខ្លាចនរណាម្នាក់មករុញទម្លាក់ឲ្យរមាធ្លាក់ពីលើភ្នំអញ្ចឹងយុវជនគួរតែហាត់រៀននៅជាមួយភាពជឿចាប់ឲ្យបានច្រើនទើបអាចដឹងថាតើវាមានសភាពបែបណាម្យ៉ាងទៀតយើងនៅជាមួយភាពជឿចាប់បានច្រើនវាធ្វើឲ្យយើងដឹងថាតើយើងនឹងអាចក្លាយទៅជាយុវជនដែលខ្លាំងនៅថ្ងៃស្អែកដែរឬទេចូលចងចាំថាត្រូវទប់ខ្លួនឯងឲ្យងើបឡើងវិញក្រោយពេលជួបភាពឈឺចាប់ប្រឹងរៀនទាន់មានឱកាសបេតារូបវិទ្យា Albert Einstein បានលើកឡើងថាសូមកុំចាត់ទុកការរៀនគឺជាកាតព្វកិច្ចតែត្រូវតែចាត់ទុកថាវាជាឱកាសដ៏សំខាន់ពេលខ្លះដែលពេលដែលយើងមានឱកាសបានរៀនសូត្រតែបើយើងគិតថាខ្លួនឯងកំពុងកំសត់ព្រោះតែការហត់នឿយតែការពិតទៅអ្នកដែលកំសត់ពិតគឺជាអ្នកដែលគ្មានឱកាសរៀនសូត្រទៅវិញទេយុវជនគួរតែស្រវាយសតិញចាប់យកឱកាសរៀនសូត្របើសិនជាមានហើយនៅពេលដែលខ្លួនមានឱកាសរៀនសូត្រពេញលេញកុំរលេះដោះសារនាំខាតពេលធ្វើអ្វីបើខ្លួនឯងមិនខំប្រឹងការរៀនគឺជាការដែលធ្វើឲ្យខ្លួនយើងសប្បាយចិត្តទោះបីជាលំបាកយ៉ាងណាក្តីព្រោះការមានមនុស្សខ្លះមិនមានឱកាសនឹងបានស្គាល់តួអក្សរផងក្នុងនាមជាអ្នកមានឱកាសរៀនសូត្រគឺត្រូវតែចែករំលែកទៅដល់អ្នកដែលគ្មានឱកាសនេះគឺមានន័យថាអ្នកទន់ខ្សោយត្រូវការពារពីមនុស្សខ្លាំងទាំងឡាយតែពុំមែនជាការគេសង្កត់នោះឡើយចំណូលនិងចំណាយសហគ្រិនជនជាតិអាមេរិកលោក Jim Rohn បានពោលថាអ្នកក្រចូលចិត្តចាយវាយលុយរួចហើយទើបសន្សំលុយដែលសល់ពីការចំណាយទុករីឯអ្នកមានវិញចូលចិត្តសន្សំលុយទុករួចហើយចាយវាយលុយដែលសល់ពីការចំណាយទុកពីការសន្សំ
អ្នកនិពន្ធសៀវភៅឪពុកអ្នកមានបង្រៀនអ្នកក្រលោក Robert K. Kiyosaki បានលើកឲ្យយោបល់ថាមិនសំខាន់តែអ្នករកចំណូលបានច្រើនប៉ុណ្ណានោះទេតែសំខាន់តែអ្នកពូកែសន្សំទុកដាក់បានច្រើនប៉ុណ្ណាប្រទេសខ្លាំងពុំតែស្គាល់ពីការចំណាយតែប្រទេសខ្សោយស្គាល់តែពីចំណូលការចាយវាគ្មានចំណេះដឹងការចាយវាគ្មានចំណេះដឹងឬគ្មានវិធីគ្រប់គ្រងចំណូលវាគឺជាភាពខ្សត់ខ្សោយមួយមិនថាក្នុងក្របខ័ណ្ឌមនុស្សឬក៏សង្គមនោះឡើយរៀនបើកចិត្តបើយើងទៅជាមនុស្សធម្មតាម្នាក់គឺប៉ុណ្ណាចំណេះដឹងខ្ពស់វាគ្រប់គ្រាន់នឹងជួយឲ្យយើងសម្រេចបាននូវលទ្ធផលល្អប៉ុន្តែបើយើងជាមេដឹកនាំវិញចំណេះដឹងខ្ពស់ហាក់ដូចជាពុំទាន់គ្រប់គ្រាន់នៅឡើយទេតែចាំបាច់ណាស់ដែលយើងត្រូវតែមានចិត្តទូលាយថែមទាំងក្នុងការដឹកនាំដើម្បីនាំក្រុមទាំងមូលឲ្យសម្រេចបាននូវលទ្ធផលដែលអស្ចារ្យពេលខ្លះវាមិនមែនជាកំហុសរបស់យើងទេដែលយើងពុំទាន់មានសមត្ថភាពក្នុងការដឹកនាំតែអ្វីដែលជាកំហុសរបស់យើងមានគឺយើងពុំមានចិត្តទូលាយគ្រប់គ្រាន់ក្នុងការទទួលយកចំណេះដឹងថ្មីដើម្បីធ្វើការអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមេដឹកនាំដែលមានសមត្ថភាពវាពុំអាចទៅរួចទេដែលយើងសំពឹងថាការដឹកនាំរបស់យើងវាទទួលបានលទ្ធផលល្អជាងមុនខណៈពេលដែលយើងពុំធ្វើការផ្លាស់ប្ដូរសកម្មភាពក្នុងការដឹកនាំរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើងបិតាផ្នែកគ្រប់គ្រងឬក៏ Godfather of Management Peter Drucker បានលើកឡើងថាបើសិនជាចង់មានបានលទ្ធផលថ្មីអ្នកត្រូវតែឈប់ធ្វើសកម្មភាពចាស់ៗដែលធ្លាប់ធ្វើពីមុនមកលទ្ធផលថ្មីវាត្រូវការសកម្មភាពថ្មីវាត្រូវការចិត្តទូលាយរបស់មេដឹកនាំដើម្បីបណ្ដុះនូវសមត្ថភាពថ្មីបន្ថែមមានន័យថាជោគជ័យលើការអភិវឌ្ឍខ្លួនរបស់អ្នកដឹកនាំវាជោគជ័យក្នុងការអភិវឌ្ឍសមត្ថភាពក្រុមទាំងមូលការធ្វើជាអ្នកដឹកនាំដែលវាហាក់ដូចជាពុំងាយស្រួលដូចជាដើរតួជាមនុស្សធម្មតាម្នាក់នោះទេតែលទ្ធផលដែលអស្ចារ្យវាពុំមែនអាចសម្រេចបានដោយមនុស្សធម្មតានោះឡើយបិទសមត្ថផលដែលអស្ចារ្យវារមែងតែងតែសម្រេចបានដោយសារតែមេដឹកនាំអស្ចារ្យពេលវេលានឹងបង្រៀនមនុស្សឲ្យរឹងមាំតែយើងនឹងកាន់តែរឹងមាំថែមទៀតបើយើងចេះប្រើប្រាស់ពេលវេលាជាមួយនឹងការប្រឹងប្រែងមេដឹកនាំល្អគឺជាមនុស្សម្នាក់ដែលចេះប្រើប្រាស់ពេលវេលាប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំថែមទៀតជានិច្ចនៅក្នុងសៀវភៅ Every Street in the Pale នៅលើវិធីសុទ្ធទៅដោយក្រាមាសរបស់លោកគីមប៊ូជុងបានរៀបរាប់ថាបើយើងប្រឹងជាមនុស្សធម្មតា3ដងក្នុងមួយថ្ងៃមានន័យថាយើងដើរលឿនជាងមនុស្សធម្មតា3ថ្ងៃការផ្លាស់ប្ដូរគំនិតជីវិតគួរតែចាប់ផ្ដើមចេញពីការផ្លាស់ប្ដូរកំណត់ការផ្លាស់ប្ដូរកំណត់គួរតែចាប់ផ្ដើមចេញពីការរៀនសូត្រគំរូភាពរបស់មេដឹកនាំគឺលើការរៀនសូត្រប្រឹងអាននឹងនាំឲ្យមានការផ្លាស់ប្ដូរយ៉ាងសម្បើមដល់អ្នកដើរតាមរស់បាត់ព្រលឹងញាក់ទាមទារសិទ្ធិលោក Nelson Mandela បាននិយាយថាការអប់រំគឺជាអាវុធដ៏មានអំណាចបំផុតដែលអាចបម្រើដើម្បីផ្លាស់ប្ដូរពិភពលោកចំណែកឯលោក Lee Kuan Yew បានពោលថារឿងរ៉ូតខ្ញុំធ្វើពេលខ្ញុំឡើងកាន់តំណែងគឺត្រូវអភិវឌ្ឍខួរក្បាលប្រជាជនខ្ញុំមុនគេបង្អស់សៀវភៅគឺជាផ្នែកមួយដ៏សំខាន់នៃការអប់រំដើម្បីទទួលបានការអប់រំបានល្អគឺយើងត្រូវតែការសៀវភៅដែលមានព្រលឹងល្អសៀវភៅដែលមានព្រលឹងល្អគឺជាសៀវភៅដែលមានបង្កប់នូវអត្ថន័យព្រលឹងនៃសច្ចភាពហើយព្រលឹងនៃសច្ចភាពនឹងរស់នៅបានយូរអង្វែងបើទោះបីជាសៀវភៅត្រូវបានគេទីអស់ហើយក៏ដោយមុនដំបូងគេបានឲ្យសៀវភៅដែលគ្មានព្រលឹងមកបំផ្លាញបញ្ញារបស់ខ្ញុំបន្តមកទៀតគេបានធ្វើឲ្យញាក់ដែលបង្រៀនខ្ញុំក្លាយជាមនុស្សដែលគ្មានឧត្តមគតិព្រោះតែក្រពះស្លេកឃ្លានរួចហើយខ្ញុំត្រូវបានអប់រំជាមួយនឹងសៀវភៅដែលគ្មានព្រលឹងនិងមនុស្សដែលគ្មានឧត្តមគតិចុងក្រោយខ្ញុំក៏ក្លាយជាមនុស្សដែលគ្មានបញ្ញាបាត់បង់ព្រលឹងនិងស្លាប់ទាំងរស់បើចង់ផ្លាស់ប្ដូរសង្គមត្រូវតែផ្លាស់ប្ដូរធនធានមនុស្សជាពិសេសគឺផ្លាស់ប្ដូរការអប់រំទៅមកវិញបើចង់បំផ្លាញសង្គមមួយគឺត្រូវតែបំផ្លាញធនធានមនុស្សមុនហើយដើម្បីបំផ្លាញធនធានមនុស្សគឺត្រូវតែបំផ្លាញការអប់រំជាមុនសិនការអានហើយនឹងគិតគឺជាអំណាចភាពខ្លែងនឹងសង្គមការបង្ហាញការស្រឡាញ់ពុកម្ដាយមានគុណត្រឹមតែតាមរយៈពាក្យសម្ដីគឺគ្មានការប្រព្រឹត្តជាក់ស្ដែងជាអំពើអសិលធម៌ដោយស្គួតលីលាប្រៀបដូចជាកូនដែលមិនដែលរមើលគុណតែបើជាទាមទារចង់មានឈ្មោះកូនកតញ្ញូដូចនោះដែរសម័យការផ្លាស់ប្ដូរសង្គមលើកដង្កើងភាពខ្លាំងក្លាគំនិតជាកំណើតមនុស្សម្នាក់ខ្លាំងជាងមនុស្សម្នាក់ទៀតគឺអាស្រ័យទៅលើគុណភាពនៃការគិតកំណត់ដែលកើតមានក្នុងខ្លួនមនុស្សម្នាក់គឺជាការកំណត់គុណភាពនៃជីវិតរៀងៗខ្លួនដែលបុគ្គលនោះ
ដូចនេះហើយបានជាការតាំងពីដើមមករៀងមកគេតែងតែប្រញាប់នៅការគិតដែរគិតជានិច្ចបិទបើមនុស្សម្នាក់ត្រូវបានគ្រប់គ្រងដោយគំនិតល្អគេនឹងក្លាយជាមនុស្សល្អផ្ទុយទៅវិញបើគេត្រូវបានគ្រប់គ្រងដោយគំនិតអាក្រក់ហើយគេនឹងក្លាយជាខ្លួននឹងទៅជាមនុស្សអាក្រក់ដែលជាបំផុតឡើយពាក្យខ្មែរពោលថាគំនិតគឺជាកំណើតតែបើគំនិតមិនកើតកំណើតក៏មិនល្អដែរមានគំនិតខ្លាំងជាងមុនសិននោះអាស្រ័យអនុសកម្មភាពខ្លាំងជាក្រោយមានគំនិតទៅជាមុនសិននោះសកម្មភាពនឹងល្អតាមក្រោយសារព្រោះគំនិតល្អមុនសិននោះសកម្មភាពនឹងរីកដុះដាលតាមក្រោយគំនិតជាកំណើតព្រោះតែគំនិតកើតមុនទើបកំណើតអាចល្អកើតបានតាមក្រោយមិននឹងត្រូវចាប់ផ្ដើមធ្វើអ្វីមួយគឺត្រូវចាប់ផ្ដើមចេញពីការគិតជាមុនសិនប្រៀបដូចជាការដាំដើមឈើអញ្ចឹងបើរឹសមិនត្រង់នោះទេនោះដើមប្រកាសជាវាដូច្នោះដែរពីមួយចំនួនទៅមួយចំនួនគ្មានការបន្សល់អ្វីដែលមានតម្លៃជាងការបន្សល់ទុកគំនិតនោះឡើយលើសពីនេះទៅទៀតក៏គ្មានការរៀនសូត្រណាដែលមានតម្លៃជាងការរៀនសូត្រពីគំនិតនោះដែរឪពុកម្ដាយអាចផ្ដល់បន្សល់ទ្រព្យសម្បត្តិដល់កូនៗរបស់ខ្លួនតែបើមិនបន្សល់គំនិតល្អឬក៏បង្រៀនកូនឲ្យចេះគិតគួរមុននឹងក្រោយគឺទ្រព្យនឹងទាំងអស់នឹងគង់តែរលាយបុព្វបុរសដែលប្រឹងកសាងទឹកដីតែបើយើងភ្លេចកសាងគំនិតរបស់ខ្លួនដល់អ្នកជំនាន់ក្រោយគឺមិនយូរមិនឆាប់ទឹកដីនឹងប្រែទៅជាគ្មានអ្នកប្រែថែរក្សាទ្រព្យសម្បត្តិពិតគឺជាគំនិតដែលអស្ចារ្យគំនិតអស្ចារ្យវានឹងកាន់តែអស្ចារ្យបើអ្នកជំនាន់ក្រោយបានរៀនសូត្របន្តចេះច្នៃប្រឌិតបន្ថែមទស្សនវិទូក្រិចបុរាណសូក្រាតបាននិយាយថាខ្ញុំអាចបង្រៀនមនុស្សឲ្យចេះគ្រប់យ៉ាងបានទេតែអ្វីដែលខ្ញុំអាចធ្វើបានគឺបង្រៀនពួកគេចេះគិតប៉ុណ្ណោះចេះគិតតែម្យ៉ាងប្រៀបបានទៅនឹងអ្វីចេះអ្វីគ្រប់បែបយ៉ាងចេះគ្រប់គ្រងគំនិតតែម្យ៉ាងប្រៀបបានទៅនឹងការគ្រប់គ្រងអ្វីគ្រប់បែបយ៉ាងគិតខ្លាំងតែម្យ៉ាងនឹងជាចំណុចចាប់ផ្ដើមដោយគ្រប់យ៉ាងឲ្យមានភាពខ្លាំងក្លាបានគ្រប់មនុស្សខ្លាំងគឺសុទ្ធតែជាមនុស្សពូកែគ្រប់សង្គមដែលខ្លាំងរមែងតែបន្ធូរទៅមនុស្សបន្តែសម្បូរទៅដោយមនុស្សពូកែគិតខុសគិតត្រូវដឹងរាក់ដឹងជ្រៅដឹងអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើពិសេសតែចាប់ផ្ដើមចេញពីការដឹងថាគួរគិតនិងមិនគួរគិតនោះឯងវិញ្ញាណទន់ខ្សោយរូបកាយគឺជារឿងដែលត្រូវគិតតែមនុស្សដែលបំពាក់បំពន់ត្រឹមតែរូបរាងកាយគង់តែនឹងត្រូវក្លាយជាមនុស្សដែលទន់ខ្សោយផ្នែកវិញ្ញាណវាមិនគួរជារូបរាងកាយដែលក្រៅនោះទេតែយើងគួរតែផ្ដោតសំខាន់នឹងការតុបតែងឲ្យមានភាពស្រស់ស្អាតតែយើងគួរតែផ្ដោតសំខាន់ប្រឹងតុបតែងព្រលឹងឲ្យល្អស្អាតផងដែរធ្វើជាការដែលប្រសើររូបរាងកាយរឹងមាំបូកជាមួយនឹងព្រលឹងទន់ខ្សោយថ្ងៃអនាគតប្រកាសជាត្រូវមនុស្សដែលមានព្រលឹងរឹងមាំគ្រប់គ្រងសូក្រាតបានពោលថាចំណេះវិជ្ជាគឺជាចំណីរបស់ព្រលឹងរូបរាងកាយរឹងមាំត្រូវការអាហារល្អតែរាងកាយរលាយនឹងព្រលឹងរឹងមាំវានឹងត្រូវការមានចំណេះដឹងល្អនិងមានភាពវិជ្ជមានជានិច្ចដែររាងកាយខ្សោយវានឹងធ្វើឲ្យយើងស្ថិតនៅក្នុងគ្រោះថ្នាក់តែបើព្រលឹងខ្សោយវិញវានឹងធ្វើឲ្យជីវិតយើងទាំងមូលទៅស្ថិតនៅក្នុងហានិភ័យព្រលឹងអង្គខ្សោយនាំឲ្យមានស្មារតីអង្គខ្សោយវានឹងងាយនឹងវក់វីតាមចរន្តសង្គមដែលមនុស្សពង្វក់អាក្រក់ពង្វក់បើយើងមានព្រលឹងខ្លាំងមនុស្សអាក្រក់អាចធ្វើឲ្យយើងមានរូបរាងកាយខាងក្រៅប៉ុណ្ណោះតែបើព្រលឹងទន់ខ្សោយវិញមនុស្សអាក្រក់វាអាចប្លន់យកព្រលឹងទាំងស្រុងចុងក្រោយបំផុតរាងកាយរបស់យើងនឹងក្លាយទៅជាទាសករ